សូមវិនិច្ឆ័យបន្តជាមួយនឹងកម្មវិធីអូឡាឡាមរណៈបិតារបស់យើងនៅក្នុងវគ្គនេះគឺជាវគ្គសម្រាប់ជាមួយនឹងតារាកិត្តិយសឡាឡាមរណៈបិតាដែលលោកអ្នកកញ្ញាបានឃើញឈុតឆាកខ្លីៗដែលចាតារាសម្ដែងចាល្បីៗនៅក្នុងប្រជាជាតិកម្ពុជាបានចូលរួមចាសម្ដែងឲ្យមកផ្ដល់កិត្តិយសនៅក្នុងកម្មវិធីអូឡាឡាមរណៈបិតាចាប៉ុន្តែនៅមានវត្តមានតារាកំប្លែងតារាសម្ដែងជាច្រើនទៀតដោយសារតែថ្ងៃនេះកម្មវិធីតម្រូវចាអញ្ជើញមកតែប៉ុណ្្នឹងឯងជម្រាបសួរចាចាំគ្នាសុខសប្បាយគ្រប់គ្នាបងចាសុខសប្បាយបងចាឃើញថាអស់រយៈពេលជាង10ឆ្នាំកន្លងមកនេះហេខំភាសាអីខ្ញុំមានការនឹករលឹកដល់ពួកបងនិងបងប្អូនទាំងអស់គ្នាណាដល់ម៉ោងហើយតើពួកបងប្អូនទាំងអស់គ្នាមានសេចក្តីសុខទុក្ខយ៉ាងណាដែរអស់រយៈពេលជាង10ឆ្នាំកន្លងមកនេះតាំងពីដៃគ្នាមកចាសូមអញ្ជើញចាប់ដើមពីបងឆរាមុនចាស្វាមីនាងខ្ញុំបងជាបឋមជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់គ្នាសម្រាប់ខ្ញុំដូចខ្ញុំបានប្រាប់អញ្ចឹងថាសុខទុក្ខសម្រាប់ខ្ញុំគឺដើរទៅគ្នាបាទមានសុខមានទុក្ខទៅគ្នារហូតបាទអរគុណយ៉ាងពីបងច្រើននេះឥឡូវការងារសម្រាប់សិល្បៈជាប្រចាំមើលខាងណាបងណាមួយចូលទៅចូលមួយចាគឺថាអត់មានពេលទំនេរទេអីទំនេរខ្លះនៅតែបន្តនៅអាជីពខាងផ្នែកសិល្បៈដដែលចុះចំណែកឯសុជាតាវិញចាសុខទុក្ខមិនហើយសុខភាពអីចាឥឡូវនេះខ្ញុំបានជាហើយអត់អីទេបងអូសាទរចាចាំមិនឥឡូវឃើញឡើងគីឡូជាងមុនដែរចាឥឡូវឡើងចាបងឥឡូវ54គីឡូហើយកាលពីឈឺមុនតែ44 43នេះខ្ញុំតាមណាបងប្អូនយើងគាត់តែងតែមានអារម្មណ៍ថាអាណិតអ្នកយើងសុជាតាចាហើយជាពិសេសម្ដាយក្មេងខ្ញុំក៏គាត់តែងតែនិយាយពាក្យនេះរឿយៗដែរថាអូអណ្ដិតគាត់ណាកូនគាត់ឈឺយ៉ាងម៉េចសួរសុខទុក្ខអញ្ចឹងណាខ្ញុំក៏រៀបរាប់ប្រាប់គាត់អីចឹងទៅតាមផ្ញើអរគុណគាត់ក៏ដូចជាអរគុណទស្សនិកជនដែលតែងតែព្រួយបារម្ភអំពីសុខភាពរបស់ខ្ញុំកន្លងមកប៉ុន្តែឥឡូវថ្ងៃនេះក៏ជាឱកាសល្អដែរខ្ញុំចង់ជម្រាបថាឥឡូវនេះខ្ញុំនៅជាតារាសម្រាប់ទស្សនិកជនដដែលមិនទៅណាទេអបអរសាទរខ្ញុំមានអារម្មណ៍គាត់តែខ្លាចគីឡូឈប់សម្ដែងយើងទៅចាការឈប់សម្ដែងមិនថាឈប់ទេយើងប៉ុន្តែនៅតែសម្ដែងប៉ុន្តែតតែចំណុចសំខាន់ណាមួយដែលនាងខ្ញុំអាចមានឱកាសបានពីព្រោះឥឡូវចង់ដកឃ្លាទៅប្រកបអាជីវកម្មផ្សេងក្រៅពីអាជីពសិល្បៈពីព្រោះថាបម្រើសិល្បៈជាង10ឆ្នាំក៏គួរតែបណ្ដឹងចាស់ចាអរគុណចំណែកឯសីហាវិញចាគឺជាតារាទឹកភ្នែកមួយរូបដែរមិនចឹងក្នុងសេចក្តីមរណៈមេដាយ៉ាងម៉េចទៅហើយបងអូនចាសក់គីឡូច្រើនមែនទេសក់គីឡូច្រើនហ្នឹងចឹងចាសម្រាប់នេះខ្ញុំវិញគឺសុខទុក្ខធម្មតាទេប៉ុន្តែដែលឡែកគឺថាយើងអត់ពេលខ្លះសុខភាពអីធម្មតាប៉ុន្តែមានការក្នុងគ្រួសារអីចឹងចាមានការបាត់បង់តែបាត់បង់ប្អូនប្រុសអូចូលរួមសោកស្ដាយផងណាបាទគាត់ឈ្មោះកាកាហ្នឹងអូចាបងចាសូមចូលរួមសោកស្ដាយចូលរួមមរណចាហើយ100ថ្ងៃណាដែរអូនខែ1ថ្ងៃទី15អត់អីទេអូនពីថាមានកម្មវិធីហ្នឹងទៅអញ្ជើញពួកបងទៅគឺថាយើងជួយគ្នាចាញាតិមួយដែរក៏ប៉ុន្តែនេះខ្ញុំមានកម្លាំងចិត្តណាស់ដោយសារបងប្អូនមិត្តសិល្បៈកសិល្បករនេះទាំងអស់គាត់បានលើកទឹកចិត្តកម្លាំងចិត្តហើយនាងខ្ញុំនៅតែបន្តការដែលគាត់លើកទឹកចិត្តហ្នឹងគឺយើងមិនឲ្យគាត់អស់សង្ឃឹមឬមួយក៏យ៉ាងណាទេគឺនាងខ្ញុំនៅតែមានកម្លាំងសម្រាប់ឈរនៅលើវិថីសិល្បៈហើយជាបន្តទៅមុខទៀតចា៎បាទអរគុណបន្តទៀតគឺសូមជួបជាមួយនឹងបាទនាងដៃមូនីកាបាទជំរាបសួរសម្រាប់ចិត្តបាទបែកគ្នារយៈហើយបាទត្រឡប់មកវិញបាទចាអរគុណបងយ៉ាងម៉េចដែរការរស់នៅប្រទេសក្រៅសុខសប្បាយយ៉ាងណាដែរបាទចាគឺសុខទុក្ខធម្មតាហើយមានបុត្រមួយហើយអូចាស្រីឬប្រុសស្រីបងស្រីអូកូនស្រីណាចាគួរឲ្យស្រឡាញ់ប្រហែលឆ្នាំហើយ4ឆ្នាំហើយបង4ឆ្នាំហើយបាទកាចង់និយាយថ្ងៃការរៀបអាពាហ៍ពិពាហ៍ហ្នឹងប្រហែលឆ្នាំហើយចិត្តបាន5ឆ្នាំហើយបងបាន5ឆ្នាំហើយគ្រាន់តែការភ្លាមយើងមានភ្លាមឬយ៉ាងម៉េចចាការភ្លាមបាន2ខែមានតែម្ដងអូលឿនដែរចាលឿនដែរចាចឹងហើយមរណៈបិតាចឹងមរណៈបិតាលោកអើយទឹកភ្នែករហេមរហាមដល់គ្រាន់តែការប្តីឲ្យកូនភ្លាមលោកស្លូតនិយាយពីការថតហ្នឹងកាលនោះសៃហាហើយនឹងចាបងអូនស្រីលក្ខណៈគឺនៅតូចជាងគេបងអូនស្រីចាខាងនេះគឺយើងកំមុំអីពេញរូបពេញយើងមកតិចជំទង់យើងជំទង់មិនទាន់កំមុំទេចាឥឡូវសួរម្ចាស់គេហ្មងកាពេលថតរឿងមរណៈបិតាហ្នឹងមានអាយុប្រហែលដែរអូនដូចជាកាលហ្នឹង19អី19អត់ដល់ទេអត់18ចា16 17ទេអូនកាពេលអូនឯងថតរឿងទុំទាវ17ចាអូក្មេង
ចា ហើយចុះលក្ខណៈក៏ពេលថតរឿងមរណៈមេដាយុប៉ុន្មាន អាយុ10ឆ្នាំហ្មង អូ 10 10ឆ្នាំ កាលនោះពីរនាក់នេះគេនៅទូចឡើយខាងនោះគេពេញរូបពេញរៀនតិចហើយ លក្ខណៈខ្ញុំចាំបានគាត់នៅពីទូចក៏ស្អាតដល់ធំឡើងក៏ស្អាតតែចាំចំណុចគាត់ដល់ពេលដែលគាត់កំមុំឡើងខ្ញុំចាំចំណុចទ្រង់ទ្រាយមុខគាត់ខ្ញុំចាំភ្នែកជាងគេធំចាភ្នែកបាច់បើគេលៀនឯង ដល់ពេលឥឡូវ3នាក់ហ្នឹងក៏មកស្ដោណា3នាក់ណាតាមដូចគ្នា តសាលាក់ភ្នែកគាត់មិនចំណេញឡែនហ្មងអ្នកខ្លះចង់បានដេកធំគូគាត់ពូហោគូហុយឡាក់ឡែនពីគ្រាប់ឲ្យបានធំ មុខស្រស់ ចាភ្នែកខ្ញុំមិនដែរពាក់ឡែទេហ្មង បាទចំណេញ ពាក់ទៅខ្លាច់លៀនទៅយកវិញ ពាក់ឡែនខ្លាច់លៀនចាញ់មកវិញ លក្ខណៈការងារច្រើនទេអូន ចាឥឡូវមមាញឹកគូសំចាបង ចឹងថ្ងៃមុនបានស៊ូគេស៊ូឯងពេលខ្លះអូលក្ខណៈឥឡូវពេញរូបពេញរាងអីចាលេខទូរស័ព្ទលេខប៉ុន្មាន ចា ខ្លាច់ច្រឡំមិនស៊ូបន្ថែមទៀត តែនេះកូនសុជាគាត់សួរលេខទូរស័ព្ទលក្ខណៈដើម្បីថតម៉ូតសក់ឲ្យគាត់ អត់ទេបងទទួលចំណិច អរគុណជាបន្តសូមជួបជាមួយលោកហេកមលៀបបាទដែលគាត់ពេលនេះគឺពេញកំឡោះស្ដោកហើយបាទអូពេញកំឡោះស្ដោក អូព្រះអង្គអើយព្រះអង្គ មកជុល បងមិញទៅឃើញបងប្រុសនៅខាងមុខឆាក ចាអត់ទេលេងរឿងមានស្អី មិញអត់ឆ្អែតទៀត មិននឹងលក្ខណៈជីឲ្យជាន់ឲ្យលុញទៀត តាមពិតទៅយើងក៏បែកលោកឲ្យមួយលៀបយូរឆ្នាំ យូរឆ្នាំបាទ ចាដល់ពេលឥឡូវបានឃើញវត្តមានអញ្ចឹងមានអារម្មណ៍ថាប្លែកចាគិតថាលោកជប់សម្ដែងអញ្ចឹង កាលមុនយើងដេកស៊ីប្រាក់អត្រែតអស់ទៅអញ្ចឹងឥឡូវយើងមករលុយម្ដងទៀត តែពេលលោកឲ្យមកលៀបដេកស៊ីហ្នឹងគឺដោយសារស្ពឹកដៃស្ពឹកជើងឬក៏មិនចិត្តដេកស៊ីអត់ប្រអង្គុយឯខ្លាំងស្ទឹកដេករហូត ចង់សួរថា ទាំងអស់បដៅចុះ ចង់សួរថាចេះចំពោះលោកហេកមលៀបត្រឡប់ចូលវិស័យសិល្បៈវិញឬក៏ចំណាដែរបាទឥឡូវនេះបាទ បាទខ្ញុំត្រឡប់ចូលវិញព្រោះមើលទៅអស់លុយចាយហើយ ចូលចិត្តតែនិយាយអីត្រង់អញ្ចឹង បាទ ណា អញ្ចឹងទៅក៏បាន1ម៉ូយ2ម៉ូយអញ្ចឹងទៅក៏បានលុយ អត់ទេខ្ញុំនៅតែគ្រប់គ្រងព្រះអង្គហើយ អូ ចាក់មកជុលព្រះអង្គកិច្ចកិច្ច ចាហើយសូមសួរចេះលោកឲ្យមួយលៀបបានថតរឿងមរណៈមេដាមូលហេតុអ្វីបានជាលោកវ័យសមាងចាជ្រើសរើសលោកជាតួអង្គចាស្ដេច សំជា បាទសូមជ័យបាទ រកខ្មែរ ចា បាទមើលទៅ មកគាត់ វា ខ្មែរ សំជារកខ្មែរកពកកពអីយើងវាមិន ចា ទឿឬក៏ទៀបអីចឹងណា ចា ហើយ ចា យើងវាស្អាតដែរវាសង្ហាដែរនិយាយទៅ ចា បាទ ឃើញមនុស្សទឿខ្មែរមកកកុកនិយាយថាមិនទឿមិន ចាំ ទៀ ពេលនោះមានអារម្មណ៍ចង់បដិសេធថាបងអាងខ្ញុំមកថតទេតួអង្គស្ដេ បា ច ក់សាទមិនកើតអត់លុយឡើយ ណា អើយបដិសេធមិនកើតតួឯងចេះ បាទ ចុះឥឡូវសុំសួរមួយម៉ាត់ខ្ញុំសុំកាត់តែនេះកូនជាតិដងកាលពីមុនគាត់គេហៅថាលោកវ៉ៃសំអាងសុំជ្រើសរើសយកគាត់ជាតួអង្គឯកចុះបើសិនជាឥឡូវនេះបើសិនជាគេអញ្ជើញលោកឲ្យមិនលៀបដើរតួជាឪពុកវិញ ទៅឪវិញ តួឪវិញសំដែងអត់ សំដែង អូ good ហ្មង good ហ្មង ណែទឹកមាត់ពេញមុខ ហេ ខ្ញុំសប្បាយចិត្តជំនួសគាត់អត់ទេអ្នកខ្លះគាត់តួខ្លះគាត់មានអត្ត ពួកខ្ញុំដូចខ្ញុំប្រាប់មកអញ្ចឹ ចា ងពួកខ្ញុំអត់លុយចាយអញ្ចឹងក៏សូមប្រកាសដែរបើថាឧបត្ថម្ភអង្គឬក៏លុយក៏បាន អត់ទេចេះតួខ្លះគាត់ប្រកាន់អត្តចរិតគាត់នៅតែតួឯករហូតគាត់អត់ព្រមគិតថាគាត់ជាមនុស្សចាស់ប៉ុន្តែដល់ពេលលោកឲ្យមកលៀបឥឡូវគាត់ក៏នៅក្មេងដែរប៉ុន្តែគិតថាគាត់តួយូរហើយបើសិនជាចង់អញ្ជើញគាត់ធ្វើជាតួឪពុកក៏គាត់លេងអញ្ចឹងបានគេហៅថាតួតែតួឪពុកក៏ជាតួដែរមែនទេបងឲ្យមកលៀប ចុះចំណែកឯលក្ខណៈវិញយ៉ាងម៉េចដែរចាកានងបងមិននៅតូចទេចាបងអាងគាត់ទៅសុំប៉ាម៉ាក់ឬក៏យ៉ាងម៉េចដែរ ចាកាលហ្នឹងខ្ញុំហាត់នៅក្នុងក្លឹបរបស់ប៉ាសៃហា អូ ចាហើយគាត់បានប្រាប់ ក្លឹបនេះឈ្មោះចឹងហ្មងលាក់ក្លឹបឈ្មោះប៉ាសៃហាចឹងហ្មង លោកនេះក្លឹបលីសុក លី លី សុ សុ ក ក លិ លិ ន ន ក្លឹបលោកគ្រូលីសុកជុន ចាគឺទៅជាឪពុករបស់សៃហា ចាព្រោះថាគាត់បាច់ប្រាប់ឈ្មោះក៏គេស្គាល់ដែរអញ្ចឹងគឺថាប្រាប់តែប៉ាសៃហាគេស្គាល់ហើយចាដល់ហើយ មិនទៅ ទៀតអូននិយាយដល់ ល ទៀត បុតក្បាស់ស្ដា ចា យ ហើយលោកពូហ្វៃសំអាងគាត់បានឃើញពីរនាក់ខ្ញុំចឹងទៅគាត់ហៅទៅធ្វើតេស្តចាសម្រាប់ ធ្វើ តួ តែ ស្លូ មិន ត ទៅ តេស្តតួស្លូតមួយតួកាចមួយចា តែជាតិស្ករ ហើយអាចធ្វើបានឯពេលនោះ ចាពេលហ្នឹងនិយាយទៅនៅទូចអត់សូវដឹងហើយគាត់ឲ្យធ្វើមិនធ្វើចឹងណា អូ ត្រូវឲ្យជេរខ្ញុំជេរដែរទៅត្រូវឲ្យវាយខ្ញុំវាយដែរទៅជួ ប៉ុន្តែចេះ ចាចា ខ្ញុំចាំបានការសៃហានិងលក្ខណៈនៅទូចគាត់សម្ដែងឈុតមួយនៅក្នុងស្ថានីយ៍ទូអប្សរាលេងរឿងទុំទាវ ចា លក្ខណៈគេធ្វើជាផាន់សៃហាធ្វើទាវឥឡូវសុំលេងឈុតកន្លែងមកបន្តិចមក បាទ និយាយផាន់វាយនាងទាវដើម្បីបខំនាងទាវឲ្យទៅយកអកជួន អោជួន ចា ទ្រូមហ៎ ចូលរឿងថ្មីហើយចូលរឿងថ្មី ចូលរឿងថ្មី ចាចូលរឿងថ្មីបន្តិច ឥ
ឥឡូវសុំ មិន ឈុត យក កន្លែង ជួន ណា អត់ ទៅ ជួនឪពុក ឈុត នេះ កន្លែង បង ណាទៅបង សុំឈុតបង្ខំនាងទាវឲ្យទៅយកអត់ជួនដើម្បីលែងអាទុំចោល អត់យកអត់ជូនទេអត់ជូន ចា នឹងឪពុកទេបង អត់ជួន មើលនួនមើលនួន អូមើលនួនមើល មើល នួន នួន ខ្ញុំដល់ឈុតហ្នឹងខ្ញុំអត់បានមើល អូ ចា កូនអកូនអជូន មើលនួនតោះសុំទៅមុខ ចាតោះ សុំ ចឹងក៏ចាំ សូមសម្លេងស្វាគមន៍មួយសិនមកបាទ ដល់ធំប៉ិនគ្នា ឥឡូវយកឈុតកន្លែងពីផ្ទះទុំមកជួបម៉ែហ៎ចាចាំហ្មង ម៉ែឈឺ ម៉ែឈឺ ឥឡូវខ្ញុំធ្វើតួនេះឲ្យហ៎ ទូអី តួនេះហ៎ no ចាតួណូ អត់ទេសុំបង្តោវិញទូណូ អត់ទេឲ្យបងចម្រងហើយយើងចង់ផ្លាស់ប្ដូរចាបងចម្រងហើយចាចាផ្លាស់ប្ដូរ តោះ បងណូ ណែទីមួយមកណែទីមួយ អើយ ម៉ែ ស្មាននឹងអី មុនណា ទៀវនេះវាមិនតន់មកដល់ទៀតណា ម៉ែឈឺអីបង តែ ណូ ម៉ែថាម៉ែឈឺអី ហ៎ ម៉ែឈឺមិនឈោឆ្ងាក់អញ្ចឹងមិនព្រមស្មានទៅ ម៉ែ អើ ឈឺ ម៉ែឈឺម៉ែឈឺអូយម៉ែ និយាយផាត់ណាពុតហ្មង ច្បាច់ម៉ែស្រួល ម៉ែបងណូបាច់ម៉ែស្រួលបួល បាច់ទេ ម៉ែឡើងរឹង ឲ្យទៀវច្បាច់បានទេណូឲ្យច្បាច់តែមកខាងនេះ ចុះឯងដូចរៀងឈឺអីដូចរៀងនេះម៉ែបានសម្ដីម៉ែ ម៉ែគឺថាឈឺចិត្តកូន ម៉ែស្មានម៉ែ បាច់ទេកូនណា បងណូ ស្ងៀម បងណូមើលម៉ែ ម៉ែទេម៉ែខ្ញុំចិត្តបានតែពី បា ដើ ច់ មមក ទេ លេងរឿងមែនតើ ម៉ែហៅខ្ញុំមកធ្វើអីនេះ ម៉ែឲ្យកូនឯងមកហ្នឹងណាគឺចង់ប្រាប់ឲ្យកូនឯងហ្នឹងណាត្រូវតែការ10000ងួន អត់ទេម៉ែ អាតុបនឹងចោលទៅកូនយកវាទៅស្អីក្រលហេមលហាមនេះ អត់ទេម៉ែខ្ញុំព្រមមែនដល់ម៉ែឯងចង់ការម៉ែឯងការខ្លួនឯង អត់ទេ វាយយកមែនតើ វាយទៅម៉ែ បង វាយ ណូ ទៅ ម៉ែទៅវិញ ឥឡូវកម្មការហ៎ ធំពេកទៅបើក 10000ងួននាងឯង ម៉ែកុំវាយកុំវាយម៉ែកុំវាយ អើយ បានហើយតា ចោតចូលទួទេខាងណូ ចាប់ណាស់មីក្នូនេះ ណូធំ អញ្ចឹងទៅមកសុំដើរអូបានច្បាច់ម៉ែបាន ខ្ញុំប្រាប់ឲ្យយកបង្តោទៅអត់ទេញ៉ែ ណូមិនមើលថែគ្រុនអីពេលយប់មិនណូ ហ្នឹង រំហ្មង បាទ អរគុណច្រើនចូលមកដល់ដាច់មូនិកាវិញម្ដងចាចំណែកដាច់មូនិកានៅក្នុងរឿងមរណៈមេត្តាចាយ៉ាងម៉េចទៅពិបាកទេខុសប្លែកពីរឿងទុំទាវយ៉ាងម៉េចដែរ ចាពិបាកដូចគ្នាបងពីព្រោះត្រូវលេងតួ2 ចា ចាកាចមួយស្លូតមួយ ចា ចាហើយផ្លាស់ប្ដូររហូត ចាពេលដែលពិបាកសំដែងម្ដងម្ដងខុសច្រើនដងអី ខុសដែរបងខុសច្រើន ពេលនោះមកអាងថាម៉េចទៅ គាត់ស្ដីឲ្យដូចថាពាក្យធ្ងន់ធ្ងរដល់យើងណា ចាចាគាត់ស្ដីឲ្យថាម៉េចមើលនិយាយមើល ចា និយាយអស់មើល និយាយអស់មើ បា ល ងពូមើល ជាបចោ និយាយអស់មក គាត់និយាយទៅស្ដីឲ្យពាក្យខ្លាំង បាទ ចា ដើម្បី ចេះមិនធ្វើ ម៉េច មិន នាងឯងយប់ចេញចេញនាងឯងសំដែងបានអ ចា ត់ចឹង ឲ្យ លេ លេ ង ងបានអត់តួមួយមុខងាប់ ឥឡូវ ណែស្អីគេនឹងខ្លួនឯងក៏ចឹងដែរមែនទេបងចរា ចាកាលហ្នឹងដូចអង្គត់អស់ ខ្ញុំនិយាយគាត់ប្លង់អ្នកនាងកងសុជាតិណាដឹងម៉ាត់ព្រីទេឃើញប្តីកំពុងណោះសំណេរជាមួយពុនចង់ហ៎ឈរមុខប្អួយចឹងគេកំពុង តែពងអី កំពុងសំណេរបោក គេ ពួក ឃើ អា ញ នេះ ឃើញប្តីកំពុងតែ ឃើញប្តីចឹងឲ្យឈរចឹងទៅតែមុខតែភ្នែកអត់មានចាញ់សោះបងអានថាណែនាងជាតិយំមិនចាញ់ទេតិចរុកភ្នែកធ្លាយឥឡូវណា ដល់ឈុតមួយបងអាងគាត់ថាចាថាឥឡូវដល់វេននាងឯងសំដែងឯងចឹងនាងឯងសំដែងឯងយំមកចាញ់តែនាងឯងអត់ចេះខ្មាស់ក្មេងៗទេស្គាល់គាត់អត់ទាំងអស់នឹងអត់ណែមកគាត់អស់នឹងត្រូវឥឡូវសំដែងជប់មានណាយំមកប្រើមកអ្នកថតទាំងអស់ស្ងាត់គ្រប់គ្នា តែពិតស្រុកឲ្យខ្លីទៅទាំងអស់គ្នានៅវេទិកានេះ ចា សុទ្ធតែធ្លាប់ទក់សាច់ដោយសារបងអាងទាំងអស់ អត់ទេតែប៉ិតទៅដើម្បីឲ្យសមិទ្ធផលការងារ អ មក ត់ទេ ជួប គាត់ប៉ុនជាបចោបាទ ទេគាត់ប្រកែកនិយាយអូសទាញអារម្មណ៍ឲ្យយើងនឹងខំសម្ដែងប៉ុន្តែជាមួយនឹងបាទកញ្ញានេះច័ន្ទសីហាក៏គាត់ដើរតួ2ដែររឿងពិបាកខ្លាំងទេក្នុងការសម្ដែងបងមេដាបាទ ចាការពិតទៅគឺរឿងហ្នឹងលំបាកបង បាទ ចាព្រោះដើរតួកាចផងឈុតមួយនោះគឺធ្លាក់ទៅលើផ្ទះហើយហ្នឹងឆ្លៀតមកកាចនៅលើចដើអីណាវិញ តែឆ្ងាត់ដល់ពេលអញ្ចឹងឈុតដល់ពេលតួ2 ចា ត្រូវណែដើរតួកាញ់ត្រូវធាក់តួស្លូតហ្នឹងមិនវិញទៅបាទជំនួសជើង ចានិយាយនឹងតួជំនួស អូ ចា ស្មានតែយកជើងសីហាធាក់ខាងហើយបានយកមកដាក់តវិញហើយបានលេងបន្ត តែ ទៀត ខ្ញុំចាំដល់ឈុតមួយបងអាងទេអាជាតិណាហែងត្រូវឲ្យនាងកលៃហ្នឹងធាក់ពីលើផ្ទះណាតម្លាក់ពីលើតែងថាបងឲ្យបងសុំវកុំឲ្យអីខ្ញុំខ្លាចទៅគាត់សំដែងដល់ហ្មងចាធាក់មែនកាលនោះធាក់សីហាមែនទេ ចាពេលហ្នឹង ខំជួយខំគាត់ទេ បន្ទាប់ពីសម្ដែងហើយជួយលាបផេងកាឡាឲ្យពេលហ្នឹងគាត់បោច
ខ្លាំងណាស់ដល់ពេលអញ្ចឹងពកក្បាលខាងលើ ពេលនោះអនឯងខឹងហ៎ខឹងគាត់ហ៎ ចាអត់ខឹងឯងពីព្រោះគាត់បាននិយាយមុនដែរគាត់ថា ហ្នឹងហើយ បងសុំទោសបើបងលេងទៅជ្រុលអីអញ្ចឹងណា ចា ពួកដឹង រឿងហ្នឹងខ្ញុំដឹង មិនវិញ គាត់ណាឃើញធាក់ទម្លាក់ទៅលើផ្ទះឲ្យខ្ញុំទាញ ចា ដៃស្វែងជាតាទៅសួរនឹងគុំអាស័យទៀតខ្ញុំថាហេតុអីបោចសក់គេដល់ថ្នាក់ហ្នឹងណាគ្នាឲ្យគ្នានៅក្មេងអាយុ10ឆ្នាំបោចគេទូចមួយកម្មចរាថាអត់ទេតើអើយតាមពិតខ្ញុំគុំម្នាក់នៅចិត្តខ្ញុំឆ្លោះវាយគេអត់បានតែខ្ញុំមកចោះកំហឹងជាមួយសៃហាអាមិនចោះកំហឹងមួយគេទេ សំដាយ ចាំ គាត់ ដល់បងឆរាវិញម្ដងមានរឿងអីយកមកនិយាយខ្លះៗហ៎បង ឥឡូវនិយាយម្ដងពាក់ព័ន្ធនឹងរឿងក្ដុំពីរណា ចា ចង់លៀង កំពីមួយថ្ងៃមែនទេបង ឈ្មោះដូចប្រហែលដូចឈ្មោះក្ដុំពីរ ក្ដុំហ្នឹងណា បាទក្ដុំពីរបាទ ដល់ពីហ្នឹងអ្នកមានពីដើម បាទក្ដុំពីរ ហើយគាត់ក៏ជាមនុស្សដែលល្អដែរនិយាយទៅល្អដែរប៉ុន្តែដោយសារតែគាត់នេះត្រូវស្នេហ៍អ្នកនាង កលែង កាឡៃ ចា បើគាត់អត់ត្រូវស្នេហ៍គាត់ស្លាញ់ប្រពន្ធស្លាញ់កូនស្អីហ្នឹងគាត់រស់ស៊ីមានបានតា ពួកប្រពន្ធកូនអ្នកមានណា បាទ ចា ពួកអង្គុយឆ្ងល់ចេះក្ដុំពីរមានប៉ុណ្ណឹងព្រមធ្វើសាច់ចកេះសាច់ចកេះមួយប្រហែលកាលនោះ អូតែគេធ្វើចូលអត់ធ្វើ បាទបើគេធ្វើចូលថៃក៏ពាក្យសាច់ចកេះមួយទៅថៃ អត់ពាក់ អត់ទេស្វែងតាគេតាមពិតគេធ្វើស្នេហ៍អត់ចូលដែរប៉ុន្តែចូលតាមមាត់ដល់ពីអាសាស្ងាម តាម ពេ ពិ ក តទៅបើសំណេះសម្រាប់គ្នា3ម៉ោងក៏អត់ទាន់ចប់ដែរឥឡូវទាំងអស់គ្នាត្រៀមលេងហ្គេមនៅវគ្គក្រោយសប្បាយៗទាំងអស់គ្នាចាសូមអរគុណពីកម្មវិធីសូមសម្រាប់មួយផ្លែតសិន